សំឡេងក្រឹក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 នៃកីត្បាញមិនត្រឹមតែជាការទាញសរសៃអំបោះបញ្ចូលគ្នាទេតែវាជាការត្បាញនៃក្តីសង្ឃឹមនិងអនាគតក្រមាមួយផ្ទាំងទម្រាំលេចចេញជារូបរាងគឺទាមទារនូវភាពអត់ធ្មត់ញើសឈាមក្តីស្រឡាញ់ដ៏ធំធេងពីបងសិប្បករដែលពួកគាត់ភាគច្រើនជាជនមានពិការភាពនិងជាស្ត្រីសហគមន៍ដែលខិតខំតស៊ូក្នុងជីវិតការងារហ្នឹងខ្ញុំត្បាញតាំងពីខ្ញុំអាយុ20ឆ្នាំមកតខ្ញុំមកដល់សពបច្ចុប្បន្នឥឡូវនេះវាជាង30ឆ្នាំហើយហ្នឹងហើយដែលខ្ញុំចាប់ផ្ដើមមកហ្នឹងក៏ខ្ញុំពិបាកដែរអូនណាមិនមែនស្រួលទេធ្វើការហ្នឹងគឺពិបាកខ្លាំងណាស់តម្រាំនឹងបានដល់ពេលហ្នឹងបើនិយាយទៅជាស្ត្រីមេម៉ាយណាហ្នឹងហើយដល់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមអាលបហ្នឹងមកខ្ញុំមិនដឹងថាទៅណាមកណាអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមដំណើរការតម្បានអញ្ចឹងទៅណាដើម្បីយកមកបន្ធូរជីវភាពរបស់ខ្ញុំខ្ញុំឈ្មោះកាប់ស្រីហើយខ្ញុំធ្វើការនៅនឹងរយៈពេលដូចជាច្រើនឆ្នាំដែរតាំងពីឆ្នាំ2016មកចាខ្ញុំតាំងពីខ្ញុំមកធ្វើការនៅនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តច្រើនព្រោះខ្ញុំជួយខ្លួនឯងក៏បានច្រើនខ្ញុំអត់ចាំបាច់រំពឹងថាខ្ញុំត្រូវតាមសុំជំនួយពីខាងក្រុមគ្រួសារអញ្ចឹងណាខ្ញុំមកធ្វើការនៅនេះខ្ញុំមានសមត្ថភាពថានិយាយថាសាមញ្ញគឺមានសមត្ថភាពទៅរកស៊ីចិញ្ចឹមខ្លួនឯងពេលខ្លះក៏ខ្ញុំអាចជួយគ្រួសារខ្ញុំវិញបានចា៎រាល់ស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកគាត់គឺសុទ្ធតែជាកម្លាំងចិត្តដែលធ្វើឲ្យហាងមេគង្គមើលឃើញអំពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃស្នាដៃរបស់កូនខ្មែរមួយនេះឆ្នាំថ្មីនេះហាងមេគង្គចង់ផ្លាស់ប្ដូររសជាតិក្នុងការផ្ដល់ជូននៅកាដូអនុស្សាវរីយ៍សម្រាប់អតិថិជនហាងមេគង្គរបស់យើងជ្រើសរើសយកក្រមាដែលក្រមានេះគឺជាមរតកអត្តសញ្ញាណនិងដួងព្រលឹងវប្បធម៌របស់ដូនតាខ្មែរតាំងពីបរមរានមកអ្វីដែលកាន់តែពិសេសក្រមាដែលមេគង្គផ្ដល់ជូនគឺជាក្រមាដែលត្បាញដោយដៃពីបងស្ត្រីនៅក្នុងភូមិឃុំសហគមន៍នៃប្រទេសកម្ពុជារបស់យើងចំពោះ Village Work មានចក្ខុវិស័យដូចគ្នាជាមួយនឹងហាងមេគង្គនោះគឺការលើកស្ទួយតម្លៃមនុស្សសម្រាប់ Village Work យើងមានចក្ខុវិស័យរបស់យើងគឺយើងចង់ជួយនិងផ្ដល់ការងារដល់ស្ត្រីដែលគាត់ងាយរងគ្រោះនៅតាមភូមិហើយនិងមួយទៀតគឺយើងផ្ដោតទៅលើជនមានពិការភាពឲ្យគាត់មានឱកាសទទួលបាននៅជំនាញចំណេះហើយនិងការងារដែលមាននិរន្តរភាពចំណុចសំខាន់មួយទៀតគឺយើងប្រើប្រាស់វត្ថុធាតុដើមដែលវាមាននៅក្នុងស្រុកដូចជាត្បាញគឺជាជំនាញមួយដែលជាបន្សល់ពីដូនតាយើងមកអំបោះក៏ជាវត្ថុធាតុដើមនៅក្នុងស្រុកហើយចំពោះការវេចខ្ចប់វិញគឺយើងប្រើប្រាស់ស្លឹកត្នោតគាត់អាចត្បាញការងារនោះគឺបានជួយបំពេញនៅគោលការណ៍របស់យើងជាពិសេសគឺយើងប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកហ្នឹងគឺយើងប្រើអស់លទ្ធភាពចា៎បានជាហាងមេគង្គជ្រើសរើសយកក្រមាចេញពី Village Work ដោយយើងសង្កេតឃើញថា Village Work គឺជាស្ថាប័នមួយគឺជាសហគ្រាសខ្មែរមួយដែលពួកគាត់កំពុងតែគាំទ្រទៅដល់ជីវភាពរបស់បងស្ត្រីងាយរងគ្រោះក៏ដូចជាជនពិការនៅក្នុងប្រទេសកម្ពុជាផងដែរក្រមាត្បាញដៃជាច្រើនផ្ទាំងនេះមិនមែនគ្រាន់តែជាការទិញផលិតផលយកមកចែកជូនអតិថិជននោះទេប៉ុន្តែគឺជាការចូលរួមដោយផ្ទាល់នៅក្នុងការផ្ដល់ឱកាសការងារផ្លាស់ប្ដូរជីវិតនិងបន្តក្តីសង្ឃឹមរបស់បងជនមានពិការភាពនិងស្ត្រីនៅសហគមន៍ពេលខ្ញុំបានទទួលដំណឹងមកមានអារម្មណ៍ថាសប្បាយចិត្តដែលគាត់បានកម្មពីក្រុមហ៊ុន Village Work ទៅដល់ពេលដែលដឹងថាខាងមេគង្គគាត់កំង
កម្មានឹងច្រើនដើម្បីយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍អញ្ចឹងគឺមានអារម្មណ៍ថាសប្បាយចិត្តបានមានអារម្មណ៍ថាអូយើងមានការងារបន្ថែមមួយទៀតហើយអញ្ចឹងយើងក៏មានការងារកាន់តែច្រើនជាងសប្បាយចិត្តចា អញ្ចឹងខ្ញុំស្រឡាញ់និស័យតម្បាញហ្នឹងគឺខ្ញុំបន្តទៅទៀតអញ្ចឹងណាគឺខ្ញុំស្រឡាញ់រហូតតខ្ញុំថាធ្វើឡើងកើតអាហ្នឹងបើយើងធ្វើឡើងកើតហើយហ្នឹងតាមដំណើរទៅណាឥឡូវយើងធ្វើកើតនៅតែបន្តរហូត ហើយអ្វីដែលកាន់តែពិសេសនោះយើងជឿថាកិច្ចសហការរវាងមេកុងនិង Village Work នឹងបង្កើតបាននូវសមិទ្ធផលនិងឥទ្ធិពលវិជ្ជមានជាច្រើនដែលជួយគ្រប់គ្រងទៅលើជីវភាពរបស់បងស្ត្រីងាយរងគ្រោះក៏ដូចជាជនពិការនៅកម្ពុជាផងដែរ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះហាមេកុងមិនត្រឹមតែចង់ផ្ដល់នូវទូរស័ព្ទដែលមានគុណភាពល្អនោះទេតែយើងចង់ផ្ដល់ជូនអតិថិជននូវកាដូដែលមានព្រលឹងនិងមានអត្ថន័យបំផុត ចាបងអើយកម្មានេះបើសិនជាបានភ្ញៀវគាត់យកទៅប្រើហើយសូមឲ្យគាត់មានភាពជឿជាក់និងទំនុកចិត្តពីព្រោះសាច់កម្មាទាំងសាច់កម្មាទាំងសាច់អំបោះទាំងការឆ្នៃគឺដូចខ្ញុំនិយាយហើយអញ្ចឹងគឺយើងធ្វើពីដៃផ្ទាល់ហើយសូមឲ្យភ្ញៀវគាត់ប្រើដោយមានទំនុកចិត្តគឺអត់មានគាត់ខ្លាចរបស់នេះយើងនាំចូលនាំចេញអីអត់ទេគឺធ្វើដោយខ្មែរយើងផ្ទាល់ដៃយើងផ្ទាល់ ផលិតផលដែលយើងធ្វើហ្នឹងគឺការពារបរិស្ថានជួយដល់ស្ត្រីជួយដល់អ្នកដែលងាយរងគ្រោះដូចជាជនមានពិការភាពអីជាដើមអញ្ចឹងខាង Mekong Phone Shop ក៏ស្រឡាញ់នៅការវេចខ្ចប់របស់យើងដែលចេញពីស្លឹកត្នោតធម្មជាតិយកមកវេចខ្ចប់ជាមួយនឹងកម្មាហ្នឹងដើម្បីជូនបងប្អូននៅក្នុងឱកាសចូលឆ្នាំខ្មែរ នៅពេលដែលអតិថិជនគ្រប់រូបទទួលបានក្រមានេះពួកគាត់នឹងទទួលបានអារម្មណ៍មួយដែលរំភើបអារម្មណ៍មួយដែលមានមោទនភាពនិងជាពិសេសអារម្មណ៍មួយដែលនឹករលឹកទៅដល់អតីតកាលដែលពោរពេញទៅដោយក្តីស្រឡាញ់ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគាត់រួមមានជីដូនជីតាម៉ាក់ប៉ាបងប្អូនអីចឹងទៅហើយអ្វីដែលកាន់តែពិសេសគឺបានចូលរួមគ្រប់គ្រងទៅលើផលិតផលខ្មែរផងដែរ ចូលឆ្នាំថ្មីនេះទទួលបានទូរស័ព្ទដែលថ្មីជាមួយនឹងក្រមាខ្មែរពីហាងមេកុង ចាខ្ញុំត្រេកអរហើយខ្ញុំរំភើបហើយជូនពរឲ្យហាងមេកុងនោះមានអតិថិជនគ្រប់គ្រងកាន់តែច្រើន សូមជូនពរឲ្យខាងមេកុងហើយនឹងភ្ញៀវដែលគាត់ទទួលបានកម្មាពីខាងមេកុងកំប្រើនេះសូមឲ្យគាត់ប្រើដោយមានទំនុកចិត្តនិងសុភមង្គល ហើយសូមថ្លែងអំណរគុណម្ដងទៀតហើយសូមឲ្យការប្រើប្រាស់កម្មានេះឲ្យដោយសេចក្តីស្រឡាញ់ បើសិនណាជាអតិថិជនចង់ឲ្យហាងមេកុងបន្តគ្រប់គ្រងផលិតផលឬក៏សេវាកម្មក្នុងស្រុកណាផ្សេងទៀតអាច comment នៅខាងក្រោមនេះបាន យើងខ្ញុំសូមគោរពជូនពរអតិថិជនទាំងអស់គ្នាជួបតែសេចក្តីសុខសិរីសួស្តីនិងសុភមង្គលក្នុងឱកាសឆ្នាំថ្មីនេះចាយ៉ងសួងឆ្នាំថ្មីនេះបានក្រមាពីមេកុងយកទៅបង់កមែនអងបើមែនបានអីជាបន្ត សួស្តីឆ្នាំថ្មី